ឥឡូវនេះខ្ញុំសូមធ្វើការបង្ហាញអំពីរបៀបនៅក្នុងការបង្កើត store procedure នៅក្នុង SQL Server ជាដំបូងខ្ញុំសូមធ្វើការ log ចូលជាមួយនឹង user សារខ្ញុំ log ចូលហើយខ្ញុំសូមធ្វើការបង្កើតនៅ store procedure ថ្មីមួយនៅក្នុង database របស់ខ្ញុំដែលខ្ញុំមានស្រាប់នេះបាទគឺខ្ញុំមាន table បាទនេះគឺ table របស់ខ្ញុំអញ្ចឹងនៅក្នុងការ store procedure គឺយើងចូលទៅលើបាទ programmability ហើយស្វែងរក store procedure មួយនេះបាទអញ្ចឹងរបៀបនៅក្នុងការបង្កើតវាគឺយើងគ្រាន់តែធ្វើការ right click យក new store procedure នោះគឺជាការស្រេចខ្ញុំសូមធ្វើការ store procedure បង្កើតនៅ store procedure មួយតាក់ទងជាមួយនឹង table TBL product នេះដែលគ្រាន់តែជាឧទាហរណ៍ដើម្បីក្នុងការបង្កើតបាទខ្ញុំបានមានធ្លាប់បានសរសេរកូដនេះរួចបាទនេះគឺជាកូដនៅក្នុងការបង្កើតនៅ store procedure គឺអ្វីដែលជាកូដសំខាន់របស់វាគឺ create procedure បាទ DBO ហើយនេះគឺជាឈ្មោះអញ្ចឹងខ្ញុំសូម copy កូដនេះបាទយកមកផាសនៅលើនេះតែម្ដងបាទអញ្ចឹងនៅក្នុងចំណុចពាក្យនេះគឺជាឈ្មោះខ្ញុំអាចដូរឈ្មោះដាក់អីផ្សេងក៏បានបាទខ្ញុំអាចដាក់ថាproduct report ក៏បានបាទខ្ញុំគ្រាន់តែសរសេរកាត់អូខេសរសេរពេញតែម្ដង product report បាទនេះគឺជាឈ្មោះ procedure របស់ខ្ញុំហើយនៅក្នុង table របស់ខ្ញុំនេះគឺមានចំនួន3 field គឺ ID មួយឈ្មោះមួយនិង currency មួយអញ្ចឹងគឺខ្ញុំបានបង្កើតបែបនេះបាទនេះគឺជាឈ្មោះ table ដែលខ្ញុំតំណាងឲ្យអក្សរ A នេះគឺ table product គឺស្មើនឹង A នេះបាទហើយមានលក្ខខណ្ឌ web នេះគឺជា field ID បាទគឺស្មើនឹង ID នេះដែលជាអញ្ញត្តិមួយដែលខ្ញុំបានបង្កើតបាទនៅពេលដែលខ្ញុំបានសរសេរកូដនឹងហើយខ្ញុំសូមធ្វើការ execute វាដើម្បីបង្កើតនៅ procedure បាទនេះគឺវាមាន error នៅត្រង់នេះ error ត្រង់នេះគឺមានន័យថាខ្ញុំបានបង្កើតនៅវាជាលក្ខណៈ varchar ហើយនៅក្នុង table របស់ខ្ញុំនេះគឺកន្លែងនេះវាជា int ជាលេខអញ្ចឹងខ្ញុំដំណាក់តាងវាទៅជា n varchar បាទអញ្ចឹងគឺខ្ញុំសូមដូរវាមកជា int វិញបាទខ្ញុំសូម execute ម្ដងទៀតបាទដូច្នេះ procedure របស់ខ្ញុំនេះគឺ comment complete successfully អញ្ចឹងមានន័យថាខ្ញុំបង្កើតនៅ procedure នេះបានឥឡូវនេះខ្ញុំសូមធ្វើការបិទខ្ញុំសូមធ្វើការ refresh បាទខ្ញុំសូមធ្វើការ refresh អូខេវាអត់តមកទេអញ្ចឹងខ្ញុំសូមបិទហើយខ្ញុំសូម log ចូលសារទៀតដើម្បីបញ្ជាក់ថាតើ procedure ដែលយើងបានបង្កើតមិញហ្នឹងគឺវាបាទនេះខ្ញុំចូលទៅលើ programmability ហើយមើលនៅក្នុង procedure បាទនេះគឺជា procedure មួយដែលខ្ញុំបានបង្កើតមិញបាទហើយយើងដើម្បីមើលទៅលើ code បាទនេះគឺយើង right click យកទៅលើពាក្យថា modify អញ្ចឹងបើសិនជាយើងត្រូវការកែបន្ថែមគឺយើងអាច right click យកពាក្យ modify ហើយយើងអាចបន្ថែមបាននៅក្នុងខណៈដែលយើងមាន field អីផ្សេងទៀតបាទសូមអរគុណចំពោះការបង្ហាញអំពីការបង្កើតនៅ procedure នៅក្នុង SQL Server 2012 Service Page 1បាទ